សួស្តីអ្នកទាំងអស់គ្នាថ្ងៃនេះខ្ញុំនឹងបង្ហាញពី spell នៅក្នុង Hero Honor of King ដែល spell ទី1គឺជួយឲ្យយើងរត់បានលឿនជាងមុនដោយមិនសូវជាប់ stun គេបានយូរចំណែកឯ spell នេះគឺ spell ចាក់កសត្វគឺយើងខ្វាមសត្វគឺយើងអាចស្មៃសត្វបានចំណែកឯ spell បន្ទាប់នេះគឺ spell ឡើងឈាមនៅពេលដែល enemy វាយយើងអស់ឈាមគឺយើងអាចចុច spell នឹងតឡើងឈាមខ្លួនឯងបានចំណែកឯ skill នេះវិញគឺយើងអាចផ្ដាច់ enemy ហើយធ្វើឲ្យយើង cooldown បានលឿនជាងមុននៅពេលដែលយើងប្រើ skill គឺវា cooldown សល់តិចនាទីមែនទែនប្រសិនបើយើងមិនផ្ដាច់ enemy ទេឬក៏យើងចុចចោលវានឹងលោតនាទី40ពេញហើយ spell នេះគឺយើងប្រើដើម្បីវាយ enemy ឲ្យឈឺជាងមុននៅពេលដែលយើងប្រើទៅគឺវាយទៅអស់ឈាម enemy ច្រើនជាងមុនហើយ spell នេះគឺយើងមិនអាចប្រើដាក់ enemy បានទេគឺយើងប្រើដាក់ thread ដើម្បីកុំឲ្យ thread បាញ់យើងប្រើធ្វើឲ្យ thread stun អត់បានបាញ់យើងទេចំណែកឯ spell នេះគឺធ្វើឲ្យ enemy slow ឬ stun នៅពេលដែលយើងប្រើចំណែកឯ spell នេះវិញគឺយើងអាច arrival បានឬយើងបដូរទីលំនៅទៅ thread ក្រោមឬលើបានតាមចិត្តយើងអាចចុចទៅលើក៏បានចុចទៅក្រោមក៏បានឬក៏យើង arrival ដូរទិសដៅតាមមានក៏បានដែរចំណែកឯ skill នេះគឺយើងប្រើដើម្បីដេញ enemy នៅពេលដែលយើងប្រើគឺធ្វើឲ្យ enemy ជើងពណ៌ក្រហមហ្នឹងចំណែកឯ skill នេះគឺ skill flicker គឺយើងអាចបលីងកិច្ចចេញឬកិច្ចចូលបានដោយយើងអាចប្រើផ្លោះជាងក៏បាន skill នេះវិញគឺយើងប្រើដើម្បីបន្សាបកុំឲ្យ enemy ចាប់ stun យើងបានមកយើង slow បាយវីដេអូខ្ញុំក៏មានតែប៉ុណ្្នឹងចាំមើលវីដេអូក្រោយខ្ញុំនឹងបង្ហាញពី item ផ្សេងទៀតពេលនេះសូមបងប្អូនជួយចុច like subscribe និង view ឬ subscribe រួចចុចសញ្ញាកណ្ដឹងម្នាក់មួយផងបាទ